ជាង10ឆ្នាំមុនភូមិដែលគ្រួសាររបស់ខ្ញុំរស់នៅគឺជាតំបន់ដាច់ស្រយាលមួយដែលហ៊ុំព័ទ្ធទៅដោយព្រៃឫស្សីនិងដើមឈើធំធំនៅទីនេះឲ្យតែព្រះអាទិត្យរៀបលិចអ្វីគ្រប់យ៉ាងនឹងប្រែជាស្ងាត់ជ្រងំសូម្បីតែសម្លេងសត្វល្អិតក៏ឮច្បាស់ជាងពេលថ្ងៃដែរផ្ទះរបស់ខ្ញុំកាលនោះជាផ្ទះក្តារពុះផុតពីដីរីឯនៅខាងក្រោយផ្ទះឯនោះវិញមានផ្លូវរទេះចាស់មួយខ្សែដែលមិនសូវមានអ្នកដំណើរឆ្លងកាត់ឡើយហើយជាពិសេសនោះគឺនៅពេលយប់តែម្ដងមួយរាត្រីមួយមេឃបានបង្អុរភ្លៀងរលឹមស្រេចតាំងពីល្ងាចរហូតដល់ពាក់កណ្ដាលរាត្រីរីឯខ្យល់ឯនោះវិញត្រជាក់បក់កាត់ប្រហោងជញ្ជាំងក្តារផ្ទះរបស់ខ្ញុំធ្វើឲ្យគ្រួសារខ្ញុំទាំងអស់គ្នាគេងលង់លក់យ៉ាងស្កប់ស្កល់ខ្ញុំមានឈ្មោះថាសារ៉ាន់មានអាយុ15ឆ្នាំមានរាត្រីនោះផងដែរខ្ញុំបានភ្ញាក់ពីគេងទាំងភ្នែកមកមើលដោយសារតែឈឺនោមខ្លាំងពេកខ្ញុំខំទប់ចិត្តមិនចង់ចុះពីលើផ្ទះទេព្រោះបរិយាកាសនៅយប់នោះវាស្ងាត់ខុសពីធម្មតាប៉ុន្តែដោយសារទ្រាំមិនបានខ្ញុំក៏សម្រេចចិត្តក្រោកឡើងយឺតគ្រាន់តែខ្ញុំដើរទៅជិតទ្វារអ៊ំរងនឹងបើកពន្លឺស្រាប់តែមានសំឡេងមួយបក់មកតាមខ្យល់នោះគឺជាសំឡេងមនុស្សស្រីយំខ្សឹបខ្សួយលាយឡំនឹងការរអ៊ូរទាំម្នាក់ឯងពេលនេះខ្ញុំបានឈរនៅស្ងៀមហើយផ្ទៀងត្រចៀកស្ដាប់បន្តិចដោយមិនហ៊ានបើកទ្វារឡើងប៉ុន្តែដោយសារចង់ដឹងខ្លាំងពេកខ្ញុំក៏ផ្អប់ភ្នែករបស់ខ្ញុំទៅនឹងប្រហោងជញ្ជាំងក្តារដែលនៅជាប់នឹងមាត់ទ្វារតាមរយៈពន្លឺព្រាលនៃមេឃភ្លៀងខ្ញុំបានឃើញស្រមោលនារីម្នាក់វ័យប្រហែលខ្ទង់20ឆ្នាំជាងសក់វែងរមូរជំពាក់ជួរគ្នាគឺនាងកំពុងដើរយឺតតាមបណ្ដោយផ្លូវរទេះចាស់ក្រោយផ្ទះចម្ងាយប្រហែល20ម៉ែត្រប៉ុណ្ណោះនាងដើរបណ្ដើរយំបណ្ដើរនឹងរអ៊ូរទាំម្នាក់ឯងមិនឈប់ឈរប៉ុន្តែភាសាដែលនាងនិយាយនេះខ្ញុំស្ដាប់មិនបានសូម្បីតែមួយម៉ាត់វាហាក់ដូចជាសំឡេងដែលចេញពីដួងកដែលស្ងួតហួតហែងអ្វីដែលធ្វើឲ្យខ្ញុំព្រឺរោមនោះគឺនៅពេលដែលនាងដើរមកដល់ចំណុចដើមចំបក់ដែលគេបានកាត់ចោលនោះស្រាប់តែស្រមោលនាងក៏រលាយបាត់ឈឹងទៅក្នុងភាពងងឹតត្រឹមមួយប្រព្រឹត្តភ្នែកគ្រានោះហើយដែលធ្វើឲ្យខ្ញុំលែងចង់បាត់ចោលតូចលែងចង់ធ្វើអ្វីទាំងអស់ខ្ញុំក៏ប្រញាប់រត់ទៅសំណុំកោងភួយហើយរងចាំរហូតដល់ពន្លឺព្រះអាទិត្យរះឡើងវិញទីពេលព្រឹកព្រលឹមក៏បានឈានមកដល់សំឡេងបាក់សីយំបានដេញភាពភ័យខ្លាចចេញពីក្នុងចិត្តរបស់ខ្ញុំខ្លះៗហើយខណៈពេលដែលគ្រួសារខ្ញុំកំពុងរៀបចំដាំបាយអ្នកជិតខាងខ្ញុំម្នាក់ដែលមានឈ្មោះថាមីងចិនដែលរស់នៅខាងត្បូងផ្ទះខ្ញុំប្រហែលជា50ម៉ែត្រក៏ដើរចូលមកទាំងទឹកមុខមិនសូវស្រស់បោះផ្លូវគាត់ក៏បានសួរទៅម្ដាយខ្ញុំថាយប់មិញនេះ
គ្រួសាររបស់ឯងឆ្លោះគ្នាព្រោះខ្ញុំឮសំឡេងស្រីយំសោកខ្លាំងណាស់ឮមកពីខាងផ្ទះឯងនឹងហើយខ្ញុំដេកនៅលក់មួយយប់ហើយឮដូចនេះហើយម្ដាយខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លាំងគាត់ឆ្លើយទៅមិនចិនទាំងនឹងឆ្ងល់ថាយប់មិញនេះគាត់ដេកលក់តាំងពីព្រលប់គ្មានការឆ្លុះប្រកែកអ្វីឡើយខ្ញុំគ្រាន់តែឮបែបនេះភ្លាមមិនបង្អង់យូរឡើយក៏សម្រេចចិត្តចុះទៅក្រោមហើយប្រាប់រឿងដែលខ្ញុំបានឃើញតាមប្រហោងជញ្ជាំងកាលពីយប់មិញឲ្យអ្នកគ្រប់គ្នាបានដឹងខណៈពេលដែលមានចិននិងម្ដាយរបស់ខ្ញុំកំពុងជជែកគ្នាខ្ញុំក៏បានដើរទៅកាន់កន្លែងស្រមោលនោះដែលបានបាត់ខ្លួនកាលពីយប់មិញពេលនោះហើយដែលខ្ញុំបានឃើញទស្សនវិជ្ជាដែលធ្វើឲ្យខ្ញុំយល់គ្រប់យ៉ាងដើមចំបក់ដ៏ធំដែលមានអាយុកាលរាប់សិបឆ្នាំដែលធ្លាប់តែឈរយ៉ាងមាំហើយធ្លាប់ជាទីជម្រករបស់សត្វព្រៃនានាគឺត្រូវបានគេលួចកាប់ប្រឡងដេកស្ដុកស្ដឹងទៅលើនឹងដីហើយស្លាកស្នាមទាំងនោះគឺជាស្លាកស្នាមថ្មីនេះប្រហែលជាត្រូវគេលួចកាប់យកទៅលក់ផងក៏មិនដឹងពេលនោះហើយដែលម្ដាយរបស់ខ្ញុំនឹងមានចិនយល់គ្រប់យ៉ាងគឺសំឡេងមនុស្សស្រីដែលយំដែលពួកខ្ញុំបានឮនោះគឺជាវិញ្ញាណម្ចាស់ដើមចំបក់ដែលចេញមកយំសោកបោកខ្លួនព្រោះតែផ្ទះនិងកន្លែងស្នាក់អាស្រ័យរបស់ខ្លួនត្រូវបានមនុស្សចិត្តអាក្រក់មកបំផ្លាញចោលយ៉ាងអនាធមបំផុតចាប់តាំងពីថ្ងៃនោះមកផ្លូវរទេះក្រោយផ្ទះខ្ញុំគឺពុំមាននរណាហ៊ានឆ្លងកាត់នៅពេលប្រលប់ទៀតឡើយបន្ទាប់ពីដើមចំបក់ត្រូវបានកាប់ប្រលំមិនបានប្រមាណផងខ្ញុំក៏បានឮដំណឹងលះហៀងមកថាអ្នកដែលបានកាប់ឈើទាំងនោះត្រូវបានជួបប្រទះរឿងចម្លែកដែលមិនអាចពន្យល់បានអ្នកខ្លះក៏ត្រូវបាត់បង់ជីវិតហើយអ្នកខ្លះទៀតក៏ត្រូវមានជំងឺជាទម្ងន់បើទោះបីជាដើមចំបក់នោះត្រូវបានគេកាប់ទៅហើយប៉ុន្តែវិញ្ញាណមនុស្សស្រីដែលធ្លាប់តែសន្តិដ្ឋនៅទីនោះជារឿយម្ដងម្កាលអ្នកភូមិដែលរស់នៅក្នុងភូមិខ្ញុំបានឃើញវាហាក់ដូចជាមិនទាន់ចាក់ចេញទៅណាឆ្ងាយនៅឡើយទេ